โอ้สวยบุญអូនលៀបតាកុំឲ្យលៀបចូលកន្លែងស្នូតក្បាច់ចុះអូខេជំរាបសួរពុកម៉ែបងប្អូនអរគ្នាបាទធីមឌីងមងហ្វេនឌីងមងទាំងអស់គ្នាដែលតែតែគ្រប់ត្រូលនៅ channel ខ្ញុំបាទកេរ៉េនេះតាក់ទងជាមួយនឹងការធ្វើឥឡូវនេះយើងមកដល់ពីការដង្ហែទៀនព្រះភាសាទៀតហើយគឺរដូវដង្ហែទៀនព្រះភាសាទៀតហើយបងប្អូនអរគ្នាបាទហើយរដូវដង្ហែទៀនព្រះភាសានេះគឺនៅថ្ងៃខាងមុខនេះខ្ញុំនឹងប្រាប់បងប្អូនអរគ្នាពីវត្តខ្លះដែលតាក់ទងនឹងថ្ងៃហែបងប្អូនអរគ្នាបាទដូច្នេះបងប្អូនអរគ្នាតាមដាននៅវីដេអូនេះឲ្យដល់ទីបញ្ចប់ហើយកុំភ្លេចតាមដានហើយនឹងចុច Subscribe ម្នាក់មួយផងរួចដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីដែលតាក់ទងជាមួយនឹងការធ្វើទីងមងឬមួយក៏វីដេអូទីងមងថ្មីខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនអរគ្នាទៅតាមដានបាទរបៀបនៃការធ្វើទីងមងឬមួយក៏វិធីសាស្ត្រនៃការចងក្បាលទីងមងដើម្បីត្រៀមដង្ហែទៀនព្រះភាសានៅថ្ងៃ15យើងខែ6ឆ្នាំ2025ខាងមុខនេះបាទហើយទីងមងនេះស្ថិតនៅក្នុងវត្តមង្គលវ័នហើយវត្តកណ្ដាលបងប្អូនអរគ្នាហើយនេះគឺជាសកម្មភាពដែលក្រុមយុវជនទីងមងគាត់បានធ្វើការងារទាំងយប់ទាំងថ្ងៃដើម្បីជាការដង្ហែទៀនព្រះភាសាបាទហើយបងប្អូនអរគ្នាទស្សនានៅតាមគេហដ្ឋានបាទឬមួយក៏តាមផ្ទះបងប្អូនអរគ្នាទីងមងនេះខ្ញុំនឹងប្រាប់បាទថ្ងៃដង្ហែដំបូងទោះចឹងយើងស្ដាប់ទាំងអស់គ្នានៅថ្ងៃដង្ហែទៀនព្រះភាសានៅថ្ងៃដំបូងដែលទីងមងស្ថិតនៅក្នុងវត្តមង្គលវ័នហើយវត្តកណ្ដាលនេះបាទចំពោះថ្ងៃដង្ហែទៀនព្រះភាសានៅក្នុងវត្តមង្គលវ័ននេះគឺចំនៅថ្ងៃទី22បាទនៅក្នុងថ្ងៃទី22នេះថ្ងៃដំបូងគឺទីងមងវត្តមង្គលវ័ននេះក៏ចេញដង្ហែនៅឃុំកោះសាច់ទន្លាស្រុកស្អាងខេត្តកណ្ដាលបាទបងប្អូនអរគ្នាបាទអ្នកកោះសាច់ទន្លាចាំទទួលនៅទីងមងវត្តកណ្ដាលនេះផងបាទដែលមានស្រីស្អាតជាក់ប្រុសស្អាតធំទើបតែធ្វើថ្មីបាទបងប្អូនអរគ្នាបាទស្អាតណាស់បងប្អូនអរគ្នាស្អាតច្រើនណាស់នៅក្នុងវត្តមង្គលវ័ននេះបងប្អូនអរគ្នាបាទអញ្ចឹងដូច្នេះបងប្អូនតាមដានអរគ្នាហើយមិនមែនតែហែនៅថ្ងៃមិនមែនតែហែនៅតែឃុំកោះសាច់ទន្លាទេដង្ហែនៅតាមភូមិនានាដែលស្ថិតក្នុងស្រុកស្អាងយើងនេះបាទអញ្ចឹងអ្នកស្អាងគ្នាយើងប្រហែលជាបានទស្សនាហើយឥឡូវនេះនៅក្នុងរដូវទៀនព្រះភាសាទៀតហើយបងប្អូនអរគ្នាបាទចំពោះទីងមងដែលស្ថិតក្នុងវត្តតកវិលខ្ញុំនឹងប្រាប់បងប្អូនអរគ្នាពីថ្ងៃដង្ហែទៀនព្រះភាសានៅឆ្នាំ2025នៅខែ6ថ្ងៃទី15បាទទី15ដង្ហែចេញពីស្ពានកោះធំខាងត្រួយលិចបងប្អូនអរគ្នាថ្ងៃទី15បងប្អូនអរគ្នាបាទស្ថិតនៅក្នុងវត្តតកវិលហៅវត្តចង្កោះបាទចង្កោះតកវិលហ្នឹងឯងគឺស្ថិតនៅឃុំតកវិលហ្នឹងឯងស្រុកស្អាងខេត្តកណ្ដាលបងប្អូនអរគ្នាស្ដាប់សារថ្មីបងប្អូនអរគ្នាចំពោះវត្តតកវិលគឺដង្ហែនៅថ្ងៃទី15នៅថ្ងៃទី1បាទចាប់ពីស្ពានកោះធំខាងត្រួយលិចរហូតមកដល់វត្តតកវិលវិញហើយចូលវត្តវិញបងប្អូនអរគ្នាចំពោះថ្ងៃទី2ឬមួយថ្ងៃទី3ថ្ងៃទី4ខ្ញុំមិនទាន់បានដឹងទេបងប្អូនអរគ្នាបាទចំពោះជាស្រ័យផងបាទចំពោះទីមងវត្តតកវិលនេះបាទដោយសារតែអត់មានទាន់ដែលថាយើងអត់ទាន់ដឹងថាអាចារ្យឬមួយក៏លោកលិខិតអីគាត់ប្រជុំជាមួយនឹងយុវជនទីមងយើងនឹងហែថ្ងៃណានេះយើងអត់ទាន់ដឹងទេបងប្អូនអរគ្នាតែចំពោះថ្ងៃទី1គឺយើងនឹងហែនៅខាងកោះធំបាទស្ពានកោះធំខាងត្រួយលិចបងប្អូនអរគ្នានៅថ្ងៃទី15នេះនេះខែ6យើង2025បាទហើយចំពោះទីមងដែលវត្តដែលស្ថិតក្នុងវត្តចាស់បាទស្ថិតក្នុងវត្តចាស់នៅឃុំកោះសាច់ចន្លាផ្ទាល់បងប្អូនអរគ្នាដែលស្ថិតក្នុងវត្តចាស់ឃុំកោះសាច់ចន្លាស្រុកស្អាងខេត្តកណ្ដាលនេះបាទចំពោះថ្ងៃ15ខែ6 2025នេះគឺទីមងវត្តចាស់ដង្ហែនៅជុំវិញកោះបាទជុំវិញកោះសាច់ទន្លាស្រុកស្អាងខេត្តកណ្ដាលបាទបន្ទាប់មកទៀតបាទទីមងវត្តសុភីបាទទីមងវត្តសុភីប្រហែលជាបងប្អូនប្រហែលជាដង្ហែនៅថ្ងៃទី9បាទនៅថ្ងៃទីអធិស្ឋាននៅថ្ងៃទី19បងប្អូនអរគ្នាបាទចំពោះទីមងវត្តខ្ពប់ទលនខ្ពប់បងប្អូនអរគ្នាហែនៅថ្ងៃទី20ប្រហែលជាថ្ងៃទី22បងប្អូនអរគ្នាខ្ញុំអត់សូវដឹងដែរព្រោះថាយើងដឹងតាមគោលគេដែរបងប្អូនអរគ្នាដែរយើងជុំតាមយុវជនទីមងតែអត់ទាន់ច្បាស់លាស់ទេបាទអញ្ចឹងបងប្អូនណាខ្លះដែលគាត់តឹងរង់ចាំចូលមើលវីដេអូនេះដល់ទីបញ្ចប់ទៅនឹងដឹងពីថ្ងៃដង្ហែទៀនព្រះភាសាហើយកុំភ្លេចបាទនៅឆ្នាំនេះគឺក្រៅស្អាងទៀតហើយកុំភ្លេចតាមដាននៅវីដេអូទីមងបាទទីមងដែលខ្ញុំនឹងត្រៀមបង្ហោះប្រាប់បងប្អូនអរគ្នាអំពីសកម្មភាពដង្ហែទៀនព្រះភាសានៅតាមវត្តនីមួយបាទនៅក្នុងស្រុកស្អាងខេត្តកណ្ដាលយើងនេះបាទដូច្នេះជួបជាមួយខ្ញុំបាទគេនេះហើយឥឡូវនេះពីសកម្មភាពយុវជននៅក្នុងវត្តមង្គលវ័នបងប្អូនអរគ្នាមង្គលវ័នហើយវត្តកណ្ដាលនេះគាត់កំពុងរៀបចំធ្វើតក្បាលទីមងជាប់ជាមួយនឹងទ្រុងហើយលោកអាវលោកអីដើម្បីត្រៀមដង្ហែនៅថ្ងៃ15បងប្អូនអរគ្នាថ្ងៃអធិស្ឋាននៅថ្ងៃ22បាទ22ដែលស្ថិតនៅក្នុងកោះសាច់ចន្លាបាទដែលហែនៅក្នុងកោះសាច់ចន្លាបងប្អូនអរគ្នា
ហើយចំពោះក៏ជាស្រ័យចំពោះការនិយាយដែរបងប្អូនអរគ្នាសារមករយៈនេះខ្ញុំឈឺកចឹងតែក៏ជាស្រ័យដែរអត់ស្អីក៏បានក្បោះក្បាយបងប្អូនអរគ្នាបាទហើយណាមួយក៏ជាស្រ័យដែលខ្ញុំមិនបានសូវចេញវីដេអូប្រាប់បងប្អូនអរគ្នាពីរបៀបនៃការធ្វើទីងងឬមួយក៏ការចាក់ទ្រង់ចៃនោះក៏ជាស្រ័យបងប្អូនអរគ្នាដោយសារមករយៈនេះខ្ញុំមកជាប់រវល់ការងារបាទការងារផ្ទាល់ខ្លួនបាទចឹងទៅអត់អាចប្រាប់បងប្អូនអរគ្នាពីរបៀបនៃការធ្វើទីងងឬមួយក៏ចាក់ទ្រង់ចៃទេបាទចាំមួយរយៈក្រោយទៀតខ្ញុំនឹងធ្វើវីដេអូផុសបាទប្រាប់បងប្អូនអរគ្នាបាទដូច្នេះយើងមកដល់ការដង្ហែទៀន5ភាសាទៀតហើយហ្នឹងហើយអញ្ចឹងដូចយើងរងចាំទាំងអស់គ្នានៅឆ្នាំ2025នេះនៅខែ6យើងនេះនឹងសប្បាយក្រៅស្អាងយើងនឹងទៀតហើយដូច្នេះយើងកុំរាយរាប់តាប់ជើងពេកបាទឥឡូវយើងដឹងថ្ងៃខ្លះហើយបងប្អូនអរគ្នាឥឡូវយើងមកមើលពីសកម្មភាពដែលយុវជនទីមងយើងនៅក្នុងវត្តមង្គលវ័នបាទនៅក្នុងវត្តមង្គលវ័នហើយវត្តកណ្ដាលនេះកំពុងតែរៀបចំបាទធ្វើដេកដេអីលោកអាវអីបងប្អូនអរគ្នាហើយទីមងនេះដែរគឺបងប្អូនអរគ្នាស្អាតណាបងប្អូនណាអត់ដែរឃើញណាបងប្អូននេះគឺជាទីមងដែលទំធ្វើបំផុតបងប្អូនអរគ្នាបាទទីមងនេះគឺស្រស់ស្អាតណាស់ទីមងប្រហែលជាទីមងប្រភេទមនុស្សបុរាណចាស់បុរាណបងប្អូនអរគ្នាពួកខ្ញុំអត់សូវដឹងដែរបងប្អូនអរគ្នាហ្នឹងហើយប្រហែលជាមនុស្សបុរាណបាទហើយទីមងប្រភេទនេះគឺអត់សូវមានអ្នកធ្វើទេដោយសារតែយើងមានស្នាដៃរៀងខ្លួនឬមួយក៏ជាងមានទឹកដៃរៀងខ្លួនដូច្នេះយើងមិនអាចដឹងទេបាទទឹកដៃរបស់ជាងទេហ្នឹងហើយក៏អរគុណបាទសម្រាប់ការតាមដានដែរហើយនេះគឺជាការតភ្ជាប់បងប្អូនអរគ្នាមើលទៅហើយទីមងនេះគឺមិនទូចទេបងប្អូនអរគ្នាឃើញអញ្ចឹងឃើញទូចណាប៉ុន្តែចំពោះនៅផ្ទាល់វិញគឺធំបងប្អូនអរគ្នាទំហំក្បាលនេះគឺធំណាទំហំវាចង់មើលហើយចង់កន្លះម៉ែត្រដែរបងប្អូនអរគ្នាក្បាលហើយធុងនេះគឺចូលអាចទាំងចូល2នាក់ទលាយ2នាក់បងប្អូនបាទប៉ុន្តែមិនមែនចូល2នាក់បងប្អូនអរគ្នាតិចច្រឡំតែបើចូល2នាក់ក៏បានដែរគាត់ថាយើងហាយយ៉ាប់ហាយបាទព្រោះធុងយើងឆ្អៀតដែរអញ្ចឹងទីមងគេមើលទៅតាមកលៈទេសៈបងប្អូនបាទទីមងក្បាលធំគេដាក់ធុងធំទីមងក្បាលទូចគេដាក់ធុងទូចមើលទៅតាមរូបរាងបាទរូបរាងសម្បល់ឬមួយក៏រូបរាងពណ៌ស្ថិតនៅការតបតែងបាទទីមងបាទទីមងស៊ីសងលើការតបតែងខ្លួននេះបងប្អូនអរគ្នាថាតបតែងខ្លួនក៏អាវវិញមកស្អាតគឺស្អាតដែរមុខមាត់មិនស្អាតគឺស្អាតដែរដូចទីមងនេះបងប្អូនអរគ្នាចំពោះដូចទីមងនេះវិញឃើញបងប្អូននេះទីមងនេះគឺស្អាតដែរបងប្អូនអរគ្នាបងប្អូនប្រហែលជាអត់ដែរឃើញទេព្រោះថាទីមងនេះតំធ្វើទេបងប្អូនបាទដូចជាយ៉ានេះមិនបងប្អូនដូចជាយ៉ានេះមិនបងប្អូនអរគ្នាយ៉ានេះចំពោះយ៉ានេះក៏តំធ្វើដែរសិតតែទីមងថ្មីទាំងអស់បាទអញ្ចឹងបើសិនជាបងប្អូនចង់ដឹងបាទទីមងនៅក្នុងវត្តកណ្ដាលនេះកុំភ្លេចបាទទៅតាមដានអរគ្នាបាទនៅថ្ងៃ22ហើយឬមួយក៏ថ្ងៃនានាខ្ញុំមិនទាន់ដឹងទេបាទហើយទីមងនេះគឺប្រហែលជាដង្ហែចំនួនទាំងអស់បងប្អូនអរគ្នាគឺមានចំនួន15បាទប្រហែលជា15ទីមងបងប្អូនអរគ្នាបាទខ្ញុំមានទីមងយៈទីមងតូចនិងទីមងស្រីស្អាតប្រុសស្អាតឬមួយក៏ស្រីយៈអីធំអញ្ចឹងណាបងប្អូនហ្នឹងហើយទីមងនេះគឺយើងនឹងត្រៀមលក្ខណៈបាទត្រៀមលក្ខណៈហើយក៏សូមសារដល់ក្រុមយុវជនទីមងដែរបាទអាត្មានឹងយកប្រឡប់ឲ្យគាត់នៅធ្វើសកម្មភាពរៀបចំសម្ភារៈឬមួយក៏រៀបចំទីមងដើម្បីត្រៀមដង្ហែទៀនព្រះប្រសាជាស្រេចដង្ហែទៀនព្រះប្រសាដែលស្ថិតនៅក្នុងវត្តមង្គលវ័នហើយវត្តកណ្ដាលនេះបងប្អូនអរគ្នាបាទដូច្នេះបងប្អូនអរគ្នាវីដេអូខ្ញុំបាទគិរីបាទមានតែប៉ុណ្្នឹងឯងដែលតាក់ទងជាមួយនឹងការត្រៀមទីមងបាទដើម្បីដង្ហែទៀនព្រះប្រសាដែលស្ថិតនៅក្នុងវត្តកណ្ដាលហើយវត្តជាស្រេចវត្តមង្គលវ័នហើយវត្តកណ្ដាលបងប្អូនអរគ្នានៅក្នុងឆ្នាំ2025យើងខាងមុខយើងនេះបាទចំពោះការដង្ហែទៀនព្រះប្រសាបងប្អូនអរគ្នាចាំតាមដានទាំងអស់គ្នានៅ Channel ខ្ញុំបាទគិរីនេះដើម្បីតាមដានបងប្អូនអរគ្នាកុំភ្លេចបាទទៅចុច Subscribe ម្នាក់មួយហើយដាក់សញ្ញាកណ្ដឹងឲ្យលន់សូពើទៅវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបាយទាំងអស់គ្នាបាទតែតាមដានខ្ញុំដល់ទីបញ្ចប់អូខេ